អូខេថ្ងៃនេះយើងនឹងបន្តទៅជាមួយមួយទៀតដែលយើងនិយាយអំពីប្រភេទរបស់ query ទៅលើ parameter query ណាបាទថ្ងៃនេះយើងនឹងស្វែងយល់ទៅលើប្រភេទ query 2ចុងក្រោយរបស់SQL សំទុះរបស់ query គឺទី1គឺ parameter query ទី2គឺ cross state query ណាបាទចាប់ដល់ដំបូងគេគឺយើងនិយាយពី parameter query parameter query ជាប្រភេទ query មួយដែលនឹងស្នើសុំឲ្យអ្នកប្រើប្រាស់ដល់នៅទិន្នន័យមួយចំនួនមុននឹងវាចាប់ផ្ដើមប្រតិបត្តិការណាបាទប្រភេទ query ដែលយើងបានស្វែងយល់កន្លងមកដូចជា action ដូចជា select query ណា select query ពេលយើង design វាហើយយើង run វាទៅស្រង់ឬក៏ទៅទីទិន្នន័យបង្ហាញឲ្យយើងឃើញភ្លាមណាដូចជា delete query យើង design វាហើយយើង run វាទៅលុប update វាទៅកែនៅឡើយ parameter query ពេលដែលយើង design វាហើយយើង run វាទៅវាអត់តទៅធ្វើទាំងអស់វាឲ្យ user ឬក៏វាផ្ដល់លទ្ធភាពឲ្យ user បញ្ចូលនៅព័ត៌មានមួយចំនួនមុនពេលដែលវា execute ឬក៏ដំណើរការមានថាវាផ្ដល់លទ្ធភាពឲ្យ user ក្នុងការកំណត់នៅលក្ខខណ្ឌមួយចំនួនដែល user ចង់បានណាដែល user ចង់បានបាទអូខេឧទាហរណ៍ឥឡូវគឺយើងមាននៅ database Nodewin របស់យើងដដែលហើយនៅក្នុង database Nodewin របស់យើងគឺខ្ញុំចង់បង្កើតនៅ select query សាមញ្ញសិនបាទអញ្ចឹងដើម្បីបង្កើត select query យើងអាចចុចទៅលើ create អញ្ចឹងណាបាទបន្តមកទៀតនៅកន្លែង order យើងរើសយក query design ណា query design បន្តមកយើងរើសយក query design កន្លែង sort table យើងត្រូវ add នៅ table ទាំងឡាយដែលពាក់ព័ន្ធជាមួយនឹង select query របស់យើងអញ្ចឹងដូចជាខ្ញុំចង់ add table customer បាទខ្ញុំចង់ add table order add មកបាទថាឥឡូវខ្ញុំ add table ទាំងពីរនេះចុះណាបាទខ្ញុំចង់បានព័ត៌មានមួយចំនួនចេញពី customer ណាខ្ញុំទាញ customer មកខ្ញុំចង់បាន field ឬក៏ព័ត៌មានមួយចំនួនចេញពី table order ដែលមានដូចជា order ID order date អីចឹងមកណាបាទចឹងពី field ខ្ញុំទាញចេញពី customer ហើយពី field ទៀតខ្ញុំទាញចេញពី order ចឹងខ្ញុំសាររ៉ានមើលណាបាទវាបង្ហាញនៅទាំង4 field ហ្នឹងមកណាបាទអូខេបាទខ្ញុំអាច sort វាតាមជា order ID ណាសំដៅ order date ណាអូខេឥឡូវខ្ញុំចង់បង្កើតនៅ parameter query មួយដែលអនុញ្ញាតឲ្យ user គាត់ធ្វើការបញ្ចូល order date ណាធម្មតាពេលដែលយើង run query នេះទៅគឺវាបង្ហាញនៅ record ទាំងអស់ទាំង830 record តែឥឡូវគឺខ្ញុំអនុញ្ញាតឲ្យ user គាត់អាចធ្វើការកំណត់ថ្ងៃខែដែលគាត់ចង់បង្ហាញឧទាហរណ៍គាត់ចង់បង្ហាញនៅការ order របស់ customer ដែលបាន order ពីថ្ងៃណាដល់ថ្ងៃណាគាត់អាចបញ្ចូលថ្ងៃខែនៅលើនឹងតែម្ដងតោះនេះអញ្ចឹងខ្ញុំទៅ design view វិញបាទខ្ញុំទៅ design view ហើយកន្លែង order date ខ្ញុំកំណត់កាយជារៀងកន្លែង order date ខ្ញុំអាច zoom វាធំតិចស្រួលមើលណាបាទខ្ញុំចង់កំណត់ដាក់លក្ខខណ្ឌថ្ងៃខែចន្លោះពីណាទៅណាខ្ញុំអាចប្រើ keyword អីគេ between and ណាបាទ between ថ្ងៃណាឧទាហរណ៍ឥឡូវខ្ញុំចង់កំណត់ថ្ងៃ fix នៅក្នុងហ្នឹងបានថ្ងៃធម្មតាថ្ងៃខែគឺយើងត្រូវសរសេរនៅក្នុងធុងជោគណាប្រហែលថ្ងៃទី4ខែ7ឆ្នាំ96 and ដល់ថ្ងៃណាបាទដល់ថ្ងៃទីមកថា18ខែ7ដដែលឆ្នាំ96ដដែលចុះណាបាទឥឡូវខ្ញុំកំណត់ថ្ងៃខែ fix សិនខ្ញុំអត់តបង្កើត parameter query ទេចេញខ្ញុំសាកចុចទៅលើ OK មកបាទចេញសារ៉ានមើលនេះវាបង្ហាញនៅអតិថិជនដែលធ្វើការកំងឬក៏បញ្ជាតំណែងចន្លោះពីថ្ងៃ4 9 July 96ដល់ថ្ងៃ18ខែ July ឬក៏ខែ7ហ្នឹង96ដដែលណាប៉ុន្តែឥឡូវខ្ញុំអត់ចង់អញ្ចឹងទេខ្ញុំចង់ឲ្យ user គាត់ធ្វើការមានលទ្ធភាពក្នុងការកំណត់លក្ខខណ្ឌលើខ្លួនឯងដែលគាត់មិនចាំបាច់ចូលមកកាន់ query design view ទេអញ្ចឹងនៅក្នុងនេះគឺខ្ញុំអាច zoom មកធំតិចណាខ្ញុំនឹងចំនួនថ្ងៃខែហ្នឹងដោយបង្កើតនៅ parameter 2 parameter គឺខ្ញុំត្រូវសរសេរវានៅក្នុងគ្នាប between ខ្ញុំអាចកំណត់ឈ្មោះ parameter របស់ខ្ញុំដាក់ឈ្មោះអីក៏បានដែរនៅក្នុងន័យនេះគឺខ្ញុំអាចដាក់ថាbegin date បាទថ្ងៃចាប់ដើមបន្តមកទៀតកន្លែងនេះខ្ញុំបង្កើត parameter មួយទៀតខ្ញុំសេនៅក្នុងគ្នាបខ្ញុំដាក់ថា end date ចុច2ណាបាទកន្លែង begin date នេះគឺខ្ញុំត្រូវដាក់ចុច2ដែរណាខ្ញុំ
ធ្វើនេះគឺមានន័យថាខ្ញុំកំពុងតែបង្កើត parameter ពីរសួរថា begin date និង end date វាជាឈ្មោះ field នៅក្នុង table ទាំងពីរនេះអត់ទេវាដូចជាយើងបង្កើតអាញាត់ថ្មីមួយចឹងដូចជាបង្កើតអាញាត់ x y អីមួយចឹងណាបាទអញ្ចឹងខ្ញុំអូខេមកបាទអញ្ចឹងនៅពេលខ្ញុំ run query របស់ខ្ញុំណាបាទអាចទាញវាទូទៅដើម្បីឲ្យវាទលាយតិចណាបាទពេលខ្ញុំ run query ហ្នឹងទៅសួរថាវាមានទៅ execute ឲ្យយើងភ្លាមទេអត់ទេវាចេញនៅ parameter មួយវាថា begin date តែអក្សរ begin date នេះគឺយើងយកមកពីណានេះអ្វីដែលយើងបានកំណត់ក្នុង parameter ខាងក្រោមនេះអញ្ចឹង begin date គឺយើងមានថាយើងត្រូវបញ្ចូលថ្ងៃខែអបបានថ្ងៃណាថ្ងៃ4ខែ7ឆ្នាំប្រហែល96ណាពេលខ្ញុំកំណត់ហើយខ្ញុំចុច OK ទិន្នន័យដែលខ្ញុំបញ្ចូលនេះវាបោះទៅណាវាបោះចំនួនវា assign ឲ្យអីគេ begin date តោះនេះវា assign ឲ្យ begin date ចុចខ្ញុំ OK មកតែពេល OK មកវាចេញដាក់ end date មួយទៀតនេះដោយសារ parameter ទី2ខ្ញុំនេះណាអញ្ចឹង end date ដល់ថ្ងៃណាឧទាហរណ៍ដល់ថ្ងៃទី18ខែ7ឆ្នាំ96ណាចុចពេលខ្ញុំចុច OK ភ្លាមតម្លៃដែលខ្ញុំបានកំណត់នេះវាបោះទៅណាវាបោះទៅកាន់ end date ណា end date OK មកបាទនេះវាជាលទ្ធផលដែលយើងឃើញនេះហើយគេថា parameter query ណា parameter query ណាបាទយើងអាចជំនួសនៅក្នុងកន្លែងលក្ខខណ្ឌរបស់យើងនឹងទៅលើការកំណត់លក្ខខណ្ឌផ្សេងៗទៀតដូចជាយើងប្រើសញ្ញាប្រៀបធៀបដូចសញ្ញាស្មើសញ្ញាធំជាងឬក៏សញ្ញាតូចជាងយើងអាចជំនួសតម្លៃដែលយើងបានកំណត់កន្លងមកនោះដោយយើងបង្កើតជា parameter មួយណាបាទអូខេខ្ញុំអាច save query មួយនឹងទុកទៅហើយខ្ញុំអាច minimize វាខ្ញុំអាចបង្កើត query មួយទៀតណាបាទ create query design ឧទាហរណ៍ចុះបង្កើត query ចេញពី table product ចុះបែរ table product មកចូលឧទាហរណ៍ក្នុង table product ខ្ញុំចង់បានជួរឈរទាំងអស់បាទសញ្ញាផ្កាយនេះគឺសំដៅទៅលើជួរឈរទាំងអស់របស់តំណាងឲ្យជួរឈរទាំងអស់អញ្ចឹងចំធម្មតាយើងចង់បង្ហាញជួរឈរទាំងអស់យើងមិនមែនទៅទាញម្ដងមក field ម្ដងមក field តំណាងទេយើងទាញដល់ផ្កាយយើងមកដាក់មកណាគេថាពេលយើង run វាទៅគេថាវាបង្ហាញនៅអីបង្ហាញនៅជួរឈរទាំងអស់ណាបាទឥឡូវខ្ញុំចង់យ៉ាងម៉េចខ្ញុំចង់បង្ហាញតែផលិតផលដែលកំណត់ដោយ user ទៅតាមការបញ្ចូលទៅលើតម្លៃនិងទៅលើតម្លៃផលិតផលឧទាហរណ៍ user ក៏បញ្ចូល20វាបង្ហាញផលិតផលទាំងឡាយដែលមានតម្លៃស្មើ$20 user បញ្ចូល30វាបង្ហាញផលិតផលដែលមានតម្លៃ$30អញ្ចឹងខ្ញុំពាក់ព័ន្ធមួយតម្លៃគឺពាក់ព័ន្ធមួយ field អីគេ unit price អញ្ចឹងខ្ញុំអាចទាញអីខ្ញុំអាចទាញ unit price មួយទៀតចាំដាក់ណាទាញ unit price មួយទៀតខ្ញុំដាក់អូខេអញ្ចឹងជាធម្មតាខ្ញុំចង់ឲ្យផលិតផលដែលមានតម្លៃស្មើ$20ខ្ញុំអាចដាក់ស្មើ20អញ្ចឹងមិនអញ្ចឹងហ៎បាទអញ្ចឹងយើងសារ៉ាននេះមើលបាទមានផលិតផលតែមួយទេដែលមានតម្លៃស្មើ$20នេះណាបាទអញ្ចឹងខ្ញុំចំនួនដោយតម្លៃ20ដែលខ្ញុំបង្កើតជា parameter វិញមកបាទខ្ញុំអាច right click zoom វាធំតិចមកបាទខ្ញុំដាក់យ៉ាងម៉េចខ្ញុំបង្កើត parameter មួយដែល save ក្នុងគ្នាខ្ញុំអាចដាក់ថា enter price ចុច2ណា enterprise ពេលហ្នឹងខ្ញុំបង្កើត parameter មួយអូខេមកចេញសារ៉ានមើលគេដាក់ enterprise អញ្ចឹងខ្ញុំចង់បានផលិតផលដែលមានតម្លៃ18ខ្ញុំបាយ18មកពេលដែលអូខេទៅវាយក18ហ្នឹងអាសាញឲ្យអីអាសាញឲ្យ enterprise នេះណាបាទអញ្ចឹងនេះផលិតផលតម្លៃដែលមានតម្លៃស្មើ$18ណា$18យ៉ាងម៉េចបាទយាយធ្វើឲ្យពីរបៀបយាយក៏មកលក្ខខណ្ឌនៅក្នុងហ្នឹងក៏បានឬមួយក៏យាយបង្កើតជា parameter ជាទូទៅ user គាត់ចង់ចូលមកអញ្ចឹងឯងចេះយកបង្កើត parameter ឲ្យគាត់វិញឲ្យគាត់អាចមានលទ្ធភាពក្នុងការកំណត់ដោយខ្លួនឯងមិនចាំបាច់ឲ្យវា fix ទេណាបាទអញ្ចឹងគាត់ចង់បានលក្ខខណ្ឌផ្សេងដែលគាត់ចង់បានគាត់អាចធ្វើបានអញ្ចឹងទៅបង្កើត parameter ឲ្យគាត់អាចបញ្ចូលបានណាហើយកន្លែងសញ្ញានេះបាទកន្លែងសញ្ញានេះអាចមិនត្រឹមប្រើសញ្ញាស្មើអាចប្រើសញ្ញាតូចជាងឬក៏សញ្ញាធំជាងណាឬក៏ធំជាងឬស្មើឬក៏តូចជាងឬស្មើឬក៏អាចប្រើសញ្ញាខុសពីអីអស់ហ្នឹងណានៅក្នុងហ្នឹងណាបាទអូខេអញ្ចឹងឡើយខ្ញុំដាក់សញ្ញាស្មើវិញមកណា
anh ấy dừng bao năng query mình ha tin này nâng vi ọt ban tới bờ châu trong table này vì còn là cả lại muốn gì tôi cả cầm nó lẹ khăn nè mình ha dừng anh này anh user có tôi cả cầm nó lẹ khăn này luôn cọt nơi tin này nó là dừng để cọt trong bàn admin ấy thì mình ha query nó dừng đẹp cả hai dừng save về tới đi query thu nè bạn thấy dừng ok mới dừng bật query đừng màu nhé cho dừng trong tờ query nó user được coi user có trong tờ query nó cứ còn đăng chua query đừng máu nó này query thu mình chẳng ấy bạn có trong và hai mấy con đọc bật về máu và bị trộn thì thiết bị sẽ sao đó form rồi dừng dọ query từ ở giá trị lượng tông người tới vì chơi ở vì ta hai ở query đừng máu giờ ai bị trộn tên này nè bạn trước mà tha man làm lại mà tha sai thèm cho ok máu bạn mình niêm được thon á để miền làm lại smart sa sắp làm là thì cái này vi tinh bao bị table nên vi tinh một table vì đối với select query thon mà ra đại tệ còn là tha việc đó là thực hiện bao user trong cả cầm nốt lẻ khăn nè trong cả cầm nốt lẻ khăn xịn một tiệt trong thì về parameter query đang đái ôi thay trong create nơi query bay một tiệt đấy change on p table customer cho anh em table customer một chỗ đấy ở trong table customer nó nhóm trong ba được chia customer ID company name contact name nè rồi còn một cáiคือมาtrên time country nè ok chính xác rằng query number này ở lớp trong trong chạy trong một hai nơi ở trên đường lái nè trong một hai nơi trên đường lái đã mua chrome hôn rồi bỏ quạt chạm đó là sọ ê đó nè trong một hai nơi trên đường lái đã mua bỏ quạt chạm đó là sọ ê nhưng tôi mình lại nè mua chrome hôn bỏ quạt từ company nè chứ phải cái này nè gì vào like mình chẳng ấy bài preform là thông tin mở like cái company name like cái like double quote song kháng chào đón này trong một tiết đấy cài chẳng ấy bạn ok máu châm xà ràn nè và hai là tiết trước này mua chrome hôn bỏ quạt chào đón là sọ e mình đã chập đam là sọ e nè nâng này bởi vì họ đặt cái gì đó tha nhà cái cứ bên đàn nàng ai chừng luôn tua sò là chừng một tua sò ai miên tua sò chừng một muối được có tràn lấy nhóm đạn tha lại đi mà tha e ẩn cho e ẩn mìnhทำ mấy và hai nơi ở trên trên đó đại mua chrome hôn bao có chập đam là sò e ẩn chất tu thì bấy cái này mình tha soi các bạn này để bị gọi sò e ẩn này còn đấy sao ra thì mờ đấy bà chắc miên tài khi ở thiện chốn đại chúng con có chạm làm là sò ăn lấy nhóm bắt trong chẳng nghề trong ăn này nhá ai user có ai phải trầu còn đấy mình ai như là một ca chỉ parameter muối ai user có thưa ca cầm nào phải trầu con trong ban mua thì chốt đại chúng con muốn chạm làm là sò ấy còn vài trầu con mình rất vài phải trầu ai biết fix được không lẽ khăn không query design bao nhiêu như thế chớn lại đến cứ nhóm giảm mấy khi mà đặt clip trong một cái parameter muối đây chúng ta mua tha enter I need cho letter nên mấy I need cho letter so chạm đàm mỗi tiết cứ parameter cứ dương author sẽ được nó double quote thì thời trang này nè parameter là dương pran không lại clear lại cái dương author sẽ nó double quote đấy trước double quote cứ dương ban để chúng mình đang sinh nhá mà chúng muốn là nó clear lại và tại dương chúng muốn là dương pran nơi sinh nhá mỗi tiết nè cứ sinh nhá nặng nè mình đây thà dương chốt nơi đầm lái là parameter bao nhiêu ní một cho chúng mình ấy một cho chúng mình nó sinh nhá cài toàn đấy đầm lái nó không parameter bao nhiêu ní một job chúng mình nó nhập cài chắc chắn sẽ ok mà
បាទហើយសារ៉ានេះមើលណានេះ enter initial letter ចឹងមកចាំបានឈ្មោះអតិជនទាំងឡាយដែលឈ្មោះក្រុមរបស់គាត់ចាប់ដល់អក្សរ CA ចឹងយើងវាយអក្សរ CA មកអូខេមកនេះឈ្មោះក្រុមចាប់ដល់អក្សរ CA ណាអក្សរ CA បាទអូខេហើយយើងអាច save query នឹងទុកទៅណាបាច់បិទវាគេ parameter query គឺខ្ញុំនិយាយប៉ុណ្ណឹងហើយយើងមានលំហាត់ដែលពាក់ព័ន្ធជាមួយនឹង parameter query នឹងដែរណាបាទយើងអាចមានពេលធ្វើវានៅចុងម៉ោងខ្ញុំចង់ចូលទៅប្រភេទ query មួយទៀតរបស់ S របស់ query គឺ cross tab query អ្វីទៅជា cross tab query ណាជាប្រភេទ query មួយដែលសម្រាប់កណនានិងការសម្រួលនៅរយៈសម្ព័ន្ធរបស់ទិន្នន័យដើម្បីមានភាពងាយស្រួលក្នុងការវិភាគឬក៏ធ្វើការសម្រេចចិត្តទៅលើទិន្នន័យណាបាទអូខេឥឡូវខ្ញុំមុននឹងខ្ញុំនិយាយលម្អិតអំពី cross tab query ខ្ញុំចង់បើកនៅ table មួយឧទាហរណ៍ table order ចុះណា table order គឺជា table មួយដែលធ្វើព័ត៌មានអំពីអីពីការកម្មង់តំណែងមាន order ID មាន customer ដែលបាន order employee ដែលទទួលការបញ្ជាទិញណាមានថានេះគឺជាឈ្មោះ employee ដែលទទួលការបញ្ជាទិញថ្ងៃបញ្ជាទិញមានថាថ្ងៃដែលអតិថិជនគាត់ call មកបញ្ជាទិញថ្ងៃដែលគេត្រូវការតំណែងថ្ងៃដឹកជញ្ជូននេះជាដើមណាឧទាហរណ៍ថានៅក្នុងក្រុមហ៊ុន Nordwin ហ្នឹងគេមានការលើកទឹកចិត្តពិសេសមួយបុគ្គលិកណាដែលទទួលការបញ្ជាទិញបានច្រើនជាងគេយល់ទេបុគ្គលិកណាដែលទទួលការបញ្ជាទិញបានច្រើនជាងគេបុគ្គលិកនោះនឹងទទួលការតម្លើងប្រាក់ខែបានច្រើនជាងគេដែរតោះនេះបាទអញ្ចឹងយើងមើលនៅពេលអតិថិជនម្នាក់នេះគាត់មកកំងតំណែងគឺemployee ឈ្មោះថាឈ្មោះ Steven ហ្នឹងគាត់ជាអ្នកទទួលបាទអញ្ចឹងនេះគឺ Steven ទៀតទេបាទ Steven ខាងក្រោមមានបុគ្គលិក Steven ទៀតទេមានណាបាទមានន័យថា employee ម្នាក់គាត់អាចទទួលការបញ្ជាទិញច្រើនណាច្រើនចឹងយើងមកឃើញឈ្មោះគាត់ច្រើនណាឈ្មោះគាត់ច្រើនអញ្ចឹងយើងទៅអង្គុយរាប់ឈ្មោះគាត់ហើយបើឈ្មោះគាត់មាន100មានណាគាត់ទទួលការបញ្ជាទិញប៉ុន្មាន100ណាបាទចឹងយើងអង្គុយរាប់ម្ដងមួយអញ្ចឹងហីអត់ទេសួរថា manager គាត់មានភាពងាយស្រួលទេគាត់មានភាពងាយស្រួលដើម្បីធ្វើការសម្រេចចិត្តដំណោះខែឲ្យបុគ្គលិកដែលមិនហ្នឹងបានទេដូចអត់ទេអត់មានភាពងាយស្រួលទេពិបាកណាគាត់ទៅអង្គុយរាប់មើលម្ដងមួយហើយចុះបើឧទាហរណ៍ថាចេះគេចង់ឲ្យរាប់ទៅលើអតិថិជនឬក៏រាប់ទៅលើការបញ្ជាតំណែងដែលemployee ម្នាក់ទទួលបានហ្នឹងទៅតាមឆ្នាំទៀតឧទាហរណ៍ឆ្នាំ96 employee ម្នាក់ហ្នឹងគាត់ទទួលបានប៉ុន្មានឆ្នាំ97 employee ម្នាក់ហ្នឹងគាត់ទទួលបានប៉ុន្មានចឹងយើងមិនអង្គុយរាប់ណាបុញ្ញឆ្នាំ Steven នេះ96បានប៉ុន្មានព្រោះខាងក្រោយទៀតមានបុញ្ញឆ្នាំ Steven ទៀតអត់យើងអង្គុយទៅមើលចឹងបុញ្ញឆ្នាំ Steven នេះ96នេះបាន2ហើយអង្គុយរាប់ចឹងហ៎ដល់ពេល97បុញ្ញឆ្នាំ Steven ប៉ុន្មានអង្គុយរាប់ចឹងបាទអញ្ចឹងយើងនឹងមិនធ្វើចឹងទេយើងនឹងប្រើនៅ cross tab query cross tab query ជាប្រភេទ query មួយដែលវានឹងធ្វើការវិភាគទៅលើទិន្នន័យណាហើយវាធ្វើការសរុបណាដើម្បីផ្ដល់នូវភាពងាយស្រួលក្នុងការសម្រេចចិត្តផ្សេងណាបាទនៅក្នុង cross tab query យើងធ្វើការបែងចែកវាចេញជា3ផ្នែកណាបែងចែកចេញជា3ផ្នែកផ្នែកទី1យើងហៅថា row heading row heading គឺជាកន្លែងដែលកំណត់ចំណងជើង row យើងស្គាល់ row គឺជួរដេកអញ្ចឹងនៅជួរដេកមួយវាមានត្រូវមានចំណងជើងមកវាមួយជួរដេកទី2វាតែមានចំណងជើងមកវាមួយជួរដេកទី3វាតែមានចំណងជើងមកវាមួយដែលចំណងជើងនីមួយនោះគឺយកចេញពីណាចំណងជើងនីមួយគឺយកចេញពីតម្លៃរបស់ field ណាមួយតម្លៃរបស់ field ណាមួយគឺតម្លៃនៅក្នុង field ណាមួយដូចឧទាហរណ៍ដែលយើងឃើញនេះគឺចំណងជើងរបស់ row នោះគឺជាតម្លៃរបស់ employee គឺជាឈ្មោះរបស់បុគ្គលិកម្នាក់ដែលយើងបានមកពីណានេះយើងបានមកពី table order បានមកពី field employee នេះតោះណាបាទអញ្ចឹងនេះតម្លៃមួយនេះតម្លៃមួយនេះយកមកធ្វើជាឈ្មោះ row ជាឈ្មោះ row
តែពិត employee អត់មានច្រើនទេ employee មានតែ8 9នាក់ឯងតែដោយសារគាត់ទទួលការវិនិច្ឆ័យច្រើនយើងឃើញច្រើនតែពិតមានឈ្មោះជាន់មានដែរច្រើនដូច Nancy ដល់ Nancy នេះដែរទេដែរអញ្ចឹងយើងនឹងកំណត់កន្លែង row heading របស់យើងនឹងយើងនឹងយកតម្លៃរបស់ employee របស់ field employee ធ្វើជា row heading ណាធ្វើជា row heading ទី2យើងហៅថា column heading column heading យើងចង់ឲ្យលើចំណងជើងរបស់ column ណាចំណងជើងរបស់ column ដែលចំណងជើងរបស់ column នីមួយៗនេះគឺជាតម្លៃនៅក្នុង field ណាមួយដែរគឺជាតម្លៃក្នុង field ណាមួយដែរក្នុងឧទាហរណ៍របស់យើងនេះគឺចំណងជើងរបស់ column នេះគឺជាតម្លៃរបស់ field order date field order date នៅក្នុងអីគេនៅក្នុង table order មានថាយើងយកតម្លៃមួយនេះយកតម្លៃមួយនេះមកធ្វើជា column heading ប៉ុន្តែដោយសារ order date វាជាថ្ងៃខែអញ្ចឹងថ្ងៃខែវាត្រូវមានថ្ងៃមានខែហើយមានឆ្នាំអញ្ចឹងនៅក្នុង column heading នេះគឺគេបានស្រង់យកតែឆ្នាំទេអញ្ចឹងបានយើងឃើញឧទាហរណ៍វិញយើងឃើញ1996 1997 1998មានថាវាយកតម្លៃនេះ96នេះណាហើយវាស្គាល់ចុះក្រោយទៅមកយើងមាន97ដល់ក្រោយទៅយើងមាន98នេះយកមកធ្វើជា column heading តោះណានេះផ្នែកទី2ផ្នែកទី3ខាងក្នុងនេះហៅថា value មានថាតម្លៃដែលកើតឡើងដោយចំណុចប្រសពរវាង column heading ហើយនិង row heading row ណាមួយប្រសពជាមួយនឹង column ណាមួយបង្កើតបានជាតម្លៃមួយណាបង្កើតជាតម្លៃមួយអញ្ចឹងនៅក្នុងកន្លែងតម្លៃនេះយើងនឹងជ្រើសរើសយក field ណាមួយឬក៏ជួរឆណាមួយដើម្បីយកមកគណនាហើយការគណនាឲ្យឃើញជាលទ្ធផលនៅក្នុងចំណុចប្រសពនោះគឺយើងអាចប្រើនៅ function មួយចំនួនដែលជា aggregate function ដែលយើងបានសិក្សាថ្ងៃមុនដូចជាយើងមាន sum count average max min ហើយអស់ហ្នឹងណាហើយយើងប្រើណាអញ្ចឹងសរុបមកគឺនៅក្នុង cross category របស់យើងគឺយើងមាន3ផ្នែក row heading column heading ហើយនឹងខាងក្នុងនេះហៅថា values ណា values បាទយើងដឹងអំពីទម្រង់របស់ cross category មួយទៀតដើម្បីបង្កើត cross category យើងត្រូវដឹងថាតើតម្លៃក្នុង field ណាដែលនឹងក្លាយទៅជា row heading ទី1ទី2តើតម្លៃក្នុង field ណាដែលនឹងក្លាយទៅជា column heading ទី3តើតម្លៃនៅខាងក្នុងនេះកើតឡើងពីការគណនាទៅលើតម្លៃនៃ field មួយណាការគណនានោះអាចប្រើនៅ function មួយចំនួនណា function មួយអញ្ចឹងយើងដឹងហើយយើងអាចបង្កើត cross category ទៅបានពីក្នុងឧទាហរណ៍នេះគឺខ្ញុំចង់បានឲ្យដឹងអំពីចំនួននៃការបញ្ជាទិញដែលបុគ្គលិកម្នាក់ៗគាត់ទទួលបានសរុបណានេះសរុបហើយនេះណាដូចជាដាវូលីយ៉ូណានស៊ីគាត់ទទួលបានសរុបបាន128ហើយមិនត្រឹមតែប៉ុណ្ណោះវាអាចធ្វើការបែងចែកទៅតាមឆ្នាំទៀតតោះណាក្នុងនោះឆ្នាំ96គាត់ទទួលបាន26ការបញ្ជាទិញ97គាត់ទទួលបាន55ការបញ្ជាទិញនិង98គាត់ទទួលបាន42ការបញ្ជាទិញបាទណាអូខេឥឡូវយើងទៅបង្កើតអស់គ្នាអញ្ចឹងយើងដឹងថា cross category យើងនឹងបង្កើតវាចេញពី table order ពាក់ព័ន្ធជាមួយនឹងឈ្មោះ employee ពាក់ព័ន្ធជាមួយនឹង order date ហើយនឹងពាក់ព័ន្ធជាមួយនឹង field ណាមួយក៏បានដើម្បីគណនារកតម្លៃឬក៏ value នៅខាងក្នុងអូខេចុះចំណុចបិទវាដើម្បីបង្កើត cross category បាទដើម្បីបង្កើត cross category ជាដំបូងគឺយើងត្រូវចុចទៅលើ create បាទបន្តមកទៀតកន្លែង orders ណាកន្លែង order យើងរើសយក query design ដូចមុនទេយើងរើសយក query design តែពិតយើងអាចរើសយក query design ក៏បានដែរយើងអាច design cross category ក្នុង query design ក៏បានដែរប៉ុន្តែខ្ញុំចង់បង្ហាញទៅលើការប្រើ wizard មុនសិនណាអញ្ចឹងយើងចុចទៅលើ query wizard នៅក្នុង query wizard យើងរើសយក cross tab query តោះនេះ cross category បាទអ្វីខ្ញុំបង្ហាញនេះក្នុងឯកសារគឺខ្ញុំបានរៀបរាប់វាអស់ហើយណាបាទហើយខ្ញុំចុចទៅលើអូខេបន្តមកទៀតវាបង្ហាញផ្ទាំង cross tab query wizard មួយវាសួរយើង which table or query contain the field you want for the cross tab query result មានន័យថាតើយើងចង់បង្កើត
cross tag query ចេញពី table ឈ្មោះអីកំណត់ដាក់ឈ្មោះ table ហ្នឹងមកណាចឹង visa ដំបូងនេះវាឲ្យយើងកំណត់ឈ្មោះ table គឺ table អីគេ table អីគេ order នេះរើសមក view table មានថាវាបង្ហាញតែ table query វាបង្ហាញតែ query board តែមិន board វាបង្ហាញទាំង table ទាំង query តែក្នុងការនេះខ្ញុំចង់ឲ្យ view តែ table ទេព្រោះយើងត្រូវការ table order ខ្ញុំ select លើ table order ហើយបន្តមកទៀតខ្ញុំចុចទៅលើ next បាទមកដល់ visa ទី2គឺវាសួរយើង which field value do you want as row heading មានថាតើតម្លៃនៅក្នុង field ណាដែលយើងចង់យកវាធ្វើជា row heading រើស field មក field មួយណាមិញ employee គឺ employee ID បាទ employee ID នេះគឺជា foreign key ហើយដែល primary key របស់វាគឺនៅក្នុង table employee ហើយនៅក្នុង table order employee ID នេះគឺយើងបានបង្កើតគេបានបង្កើតនៅ lookup ពិសេសមួយដែលនឹង lookup employee name មកនៅ employee name មកអញ្ចឹងហើយបានជាយើងពេលដែលយើង view ក្នុង data set view យើងឃើញកន្លែងអត់ឃើញ employee ID ឃើញ employee ទៅទេហើយក្នុងនោះគឺ employee name employee name អូខេអញ្ចឹងកន្លែងនេះគឺខ្ញុំទាញយក employee ID ដូចជាខ្ញុំទាញយក employee មកដូចគ្នាខ្ញុំ select វាខ្ញុំ add វាចូលកន្លែង selected field មកនេះខ្ញុំបានកំណត់ row heading ហើយមានថាឈ្មោះបុគ្គលិកម្នាក់ធ្វើជា row heading បន្តមកទៀតខ្ញុំចុចទៅលើ next which field value do you want as column heading មានតែម៉េចថាតើតម្លៃនៅក្នុង field ណាដែលយើងយកវាមកធ្វើជា column heading គឺអីគេ order date តែយើងចាំណា order date គេធ្វើការបែងចែកតម្លៃវាជា3ណាបើយើងគាត់តែឃើញជាគោមានថាវាមានថ្ងៃមានខែមានឆ្នាំប៉ុន្តែនៅក្នុងនោះមិនមែនមានតែ3ទេអាចមានជាត្រីមាសជាអីទៀតណាចុះឥឡូវខ្ញុំយក order date ពេលខ្ញុំយក order date ព្រាមហើយមិនយ៉ាងនេះដោយសារ order date ហ្នឹង data type យើងកំណត់វាជាdate time ទៀតណាជា date time ទៀតអញ្ចឹងទៅពេលដែលយើងចុចលើ next មកនេះគឺជា option បន្ថែមដែលយើងត្រូវជ្រើសរើសនៅក្នុង field ដែលយើងបានយក data type វាជា date time ហើយដែលយើងបានជ្រើសរើសវាយកមកធ្វើជា column heading year មានថាម៉េច year វាយកតែឆ្នាំឯងឆ្នាំអីគេឆ្នាំនៃការបញ្ជាទិញដូចមិនឲ្យវាឃើញ97 98មិញណាបាទ quarter ត្រីមាសក្នុងមួយឆ្នាំមានប្រមាណត្រីមាស4ត្រីមាសបាទត្រីមាសទី1គឺគិតពីខែ1ដល់ខែ3ត្រីមាសទី2គិតពីខែ4ដល់ខែប៉ុន្មានខែ6ត្រីមាសទី3គិតពីខែ7ដល់ខែ9នេះមកត្រីមាសទី4គិតពីខែ10ដល់ខែ12ចឹងមកណាមាន4ត្រីមាសចឹងយើងក៏បានជាត្រីមាសទី1ក៏ទទួលសរុបប្រមាណត្រីមាសទី2ក៏ទទួលបានសរុបប្រមាណម៉ានយ៉ាងម៉េចម៉ានតាមខែមករាឆ្នាំ96ទទួលបានប្រមាណខែកុម្ភៈឆ្នាំ96បានប្រមាណអញ្ចឹងមកឥឡូវខ្ញុំចង់បានជាអីជាឆ្នាំអញ្ចឹងនេះវាបង្ហាញ30ផលឲ្យយើងឃើញណាវាបង្ហាញ30ផលឲ្យយើងឃើញបាទចឹងខ្ញុំអាចចុចទៅលើ next ណា what number do you want calculated for each column and row intersection មានន័យថាម៉េចកន្លែងឲ្យយើងកំណត់កន្លែង value ខាងក្នុងអាកន្លែងទី3កន្លែងចំណុចបសររវាង column heading និង row heading តើយើងចង់បានតម្លៃហ្នឹងគិតចេញពីណាយើងចង់រាប់ចំនួនមែនទេចំនួននៃការបញ្ជាទិញដែលអតិថិជនដែល employee ម្នាក់គាត់ទទួលបានទៅតាមឆ្នាំនីមួយៗអញ្ចឹងយើងប្រើ function មួយដើម្បីរាប់គឺឈ្មោះគេ count នេះ function គឺ count ទៅលើអីធម្មតាកាលណាយើងចង់ count ដូចក្នុង Excel យើងចង់ count យើង count cell rank នៃ cell ពីលើចក្រម count ទៅលើតម្លៃរបស់ column ណាមួយមិនអញ្ចឹងហ៎អញ្ចឹងតែហ្នឹងយើងអាចយក column ណាមួយក៏បានដែរខ្ញុំអាចយក order ID យកមក count បានទេម្យ៉ាងទៀតយើងត្រូវគិតចេះ function count វា count តែ cell ណាដែលមានតម្លៃមិនអញ្ចឹងហ៎បើមិនក្នុង cell ហ្នឹងវាបន្លែងឬក៏ណាវារាប់មួយហ៎អត់ទេយើងមើលឧទាហរណ៍កាលក្នុង Excel កាលណាវាអត់មានតម្លៃទេវាអត់រាប់ទេកាលណាមានតម្លៃវារាប់អញ្ចឹងខ្ញុំអាចយក order ID មករាប់បានទេពីព្រោះ order ID ដែលណាល់ទេ order ID ជា primary key តើ primary key ដែល user បញ្ចូលតម្លៃទៅទេអត់ទេត្រូវតែបញ្ចូលតម្លៃអញ្ចឹងយើងអាចប្រកាសថា order ID គឺវាមានតម្លៃដែលវានឹង count មិនអាចឲ្យចន្លោះបានទេវានឹង count ណាអ
Chẳng dương chơi rồi cho order đi cho mặc khảo vì được rob order đi từ tam năm từ tam bậc lực mẹ là tam năm từ tam bậc lực toàn đấy bạn bậc lực nắng năm cao của muối còn từ tua order đi nó cứ rob tới miềnประมาณ năm cao của bờประมาณ cái việc đối chiều rob là mấy bằng hai nơi chụp luôn để cao và chơi tới đài employee là mẹ từ tua bán là không năm thì muối năng năm thì muối trước đây chúng tôi cho phiên order đi nhưng mà bằng sân tháo khơi như năng lại cái này vô du càng nông nàyคือได้ทางเท้าบางคนจะ order ID นะคือเท้า order ID แต่ตามชั้นแต่ตามอินโทรยีนะตามชั้นแต่ตามอินโทรยี next มาบ้านเป็นแบบที่อะไร do you want to summarize each row มา summarize each row นะฮะวิสรอบเอาเยอะไงวิสรอบเอาเยอะนะvì mình tập hai tập cài của mỗi càng per càng bảy vậy vì sờ thằng cài của mỗi càng per càng bảy sờ bao nhiêu tiền total là nhiêu nè cho như khi cái này mà next what do you want to name your query đặt một query dương màu nè và họ đây như đặt tha Q or Y order cross tab mà son môi dương màu nè vì biết option P muốn được cho finish cái này giờ cho view the query P để cho finish tới vì bậc hai là tập hợp này query dương khởi còn đấy tôi với bản thân dương rồi cho modify the query modify the design về cho finish tới việc ví dụ query trong design ví dụ đâm bay dương trong design và thay từ lượng cross tab query vào dương tại trong cả này dương ở thời gian design và thay từ lượng cross tab query thì dương còn là gì mấy dương còn là chấm dụ nên như còn là chấm dụ ok cho những cái finish mà này và khởi việc cross tab bao nhiêu đấy bạn việc total bao nhiêu hai việc sắp total nám total mình coi gì mà đẹp total coi gì rọt total này nè chẳng manager nó còn mình cho mạch bao thì bò đó từng cùi rọt employee mà đòn mà đẹp ấy mình thầm mà rọt đó rọt total nám thiệt nè nám thì bán hay từng cùi cúp bọc mùi nè họ employee có mùi bị bay buồn để mấy trong máu họ cho mạch thì giúp các các xe của đi mới có nghi suy mà chân chắc con anh đơn thang bộ lần đại con đại sẽ cam như kia đại ai tập tour nơi đặc hai cuộc chuyện kế cứ mùi kế đôi trên lô ấy lô mà cái này nữa thì học mà cái đấy còn tập tour cam thì rộng nó của bạn và rồi hai của mùi trong lúc cao của muối mà xà muối càng có bạn phải muối càng mấy lẹo bình tĩnh bạn phải xài buồn này tại tôi giờ nát rồi họ mắc tôi còn tôi càng chỉ mà trả chữ kế nè trả chữ kế ok nên chương trình thì cross tab query cho ưu tiên họ thay dương cho một cái cross tab query trong design dù mấy không phải trong hai nữa cứ cho một cái cross tab query được nói kế để browse visa để browse visa chứ ai ví dụ query bao nhiêu trong design dù mấy ba này mà trên được home view design view màนี่คือ cross query ในក្នុង design view ណាបើឧទាហរណ៍ខ្ញុំចង់ឲ្យយកបង្កើត cross query នៅក្នុង design view វិញដូចគ្នាអញ្ចឹងលទ្ធផលដូចគ្នាអញ្ចឹងតែយកបង្កើតយ៉ាងម៉េចគឺយើងដំបូងយើងគ្រាន់តែចុចលើ create ហើយចុចលើ create ហើយយើងចុចលើ query design មកមិនអញ្ចឹងណាហើយបន្តទៀតគឺយើង add នៅ table order នឹងចូលមកណា add table order នឹងចូលហើយបន្តទៀតគឺយើងដូរពី select នេះមកជាអីមក cross tab វិញមក cross tab វិញហើយនេះខ្ញុំបញ្ចូលខ្ញុំអត់ការឡើងវិញទេណាបាទនៅទីនេះគឺយើងនឹងទាញគេដំបូងគេនេះគឺយើងទាញយកអី employee ID នេះមកនេះយើងទាញយក employee ID មកចេញពី table ណា order កន្លែង total យើងយកគ្រប់បាយអា total និង cross tab នេះវាបង្ហាញដោយសារយើងចុចទៅលើ cross tab តើយើងចេញលើ cross tab បានវាបង្ហាញ total និង cross tab មកណាចឹងកន្លែងនេះគឺខ្ញុំរកយករូបបាយហើយរូបបាយមួយ aggregate function រូបបាយគឺប្រមូលអតិន័យដែលដូចគ្នាដាក់ម្ដុំដាក់មួយគ្រូតោះនេះដាក់មួយគ្រូចឹងមានថា employee ID ឈ្មោះបុគ្គលិកដែលដូចគ្នាគឺវាប្រមូលដាក់ម្ដុំមិនចឹងទេបាទហើយកន្លែង cross tab នេះវារកយក row heading មានថាម៉េចមានថា employee ID ហ្នឹងតម្លៃក្នុង employee ID ហ្នឹងធ្វើជាអីជា row heading ចឹងក្នុងកន្លែង cross tab វាមានតែមានតែ3ឯង row heading column heading ហើយណា volume ណាបាទបន្តមកទៀតខ្ញុំទាញអី
ខ្ញុំទីយកអីមកខ្ញុំទីយក order date ខ្ញុំទី order date មកប៉ុន្តែក្នុង order date ខ្ញុំ format វាទៀតណាបាទស្មាយ zoom តែធំតិចណាក្នុង order date គឺគេ format ហើយបាទ order date ចាំបាច់តែ format order date យើងយកវាធ្វើជា column heading មិនអញ្ចឹងហ៎ហើយយើងធ្វើជា column heading យើងចង់ឲ្យបង្ហាញតែឆ្នាំហ្នឹងមែនទេចេះយើងប្រើ function format មកដោយ format ទៅលើអីទៅលើ order date ហ្នឹងយកតែឆ្នាំហ្នឹងចេះបានយើងឃើញ96 97 98ណាមិនបើយើងប្រើ visa ងាយណាគ្រាន់តែរើទៅ year មកចប់តែនៅក្នុង design view ត្រូវតែ format វាផងអញ្ចឹង format យកតែឆ្នាំហើយបាទ format យកតែឆ្នាំហើយកន្លែងណាកន្លែង blue by នេះយ៉ាងម៉េចមានថា96ខ្ញុំប្រមូលដាក់ម្ដុំ97ខ្ញុំប្រមូលដាក់ម្ដុំ98ខ្ញុំប្រមូលដាក់ម្ដុំណាបាទហើយកន្លែង cross head ខ្ញុំរើសយ៉ាងម៉េច column heading មានថាយកវាធ្វើជា column heading តោះនេះបន្តមកទៀតនេះខ្ញុំទី order ID ខ្ញុំដាក់ចេញពី order ID ហើយខ្ញុំប្រាប់ function មួយឈ្មោះថា count ព្រោះយើងចង់រាប់ order ID ហ្នឹងមិនអញ្ចឹងហ៎ហើយយកវាធ្វើជាអីជា value គឺវាកាត់ឡើងដោយចំណុចប្រសពរវាង column heading ហើយនិង row heading ពេលថាវានឹងបង្ហាញជាតម្លៃនៅក្នុងចំណុចប្រសពរវាង column heading ហើយនិង row heading ចុះនេះមិនវិញនេះ total of order ID ចុចពី order ID មានថាយក order ID យកមកហើយយកមកសរុបជួបគ្នាប្រើ function count ហើយយកវាមកធ្វើជាអី row heading យើងមានប៉ុន្មាន row heading យើងមាន2មែនទេបាទចុះខ្ញុំសារអានវាមើលសិននេះ row heading មិនមានតែនេះណាអានេះក៏យើងហៅវាថាជា row heading ដែរណា row heading ដែរ row heading អាចមានមួយឬក៏ច្រើនប៉ុន្តែ column heading អាចមានតែមួយទេអាចមានតែមួយទេណាបាទអញ្ចឹងទីតាំងយូរខ្ញុំជឿរើសយកអីជឿរើសយកវាជា row heading បាទខ្ញុំចង់ចូលឡើងនេះតិចណាបាទអានេះគេហៅអីគេអានេះ alias field name រៀនថ្ងៃមុនណា alias field name ហើយយើងបង្កើត field ថ្មីមួយដល់ឈ្មោះវាយើងសេនៅខាងឆ្វេងហើយតទៅទៀតចុច2ហើយខាងស្ដាំគឺឈ្មោះ field ចាស់ណាឈ្មោះ field ចាស់បាទអញ្ចឹងក្នុង cross query សរុបមកយើងអាច design ឬក៏អាចបង្កើត cross query ដោយប្រើ wizard ដូចខ្ញុំបង្ហាញមិញឬក៏អាចបង្កើត cross query ដោយបង្កើតក្នុង design view ហើយយើងបាន create query design ហើយយើងដូរពី select មកជា query type ដូរមកជា cross tag វិញមកហើយយើងកំណត់ឲ្យវាមាន row heading field ណាជា column heading field ណាជា values ណាបាទអូខេបាទក្នុងឯកសារគឺគ្រូបាននិយាយអំពីវាណាយើងមានឧទាហរណ៍ដែលពាក់ព័ន្ធជាមួយនឹង cross tag query នឹងផងដែរបាទនេះគឺឧទាហរណ៍ដែលពាក់ព័ន្ធនឹង cross tag query ណា structured query language បាទ SQL ធ្លាប់ឃើញណា SQL នៅម៉ោងអីគេម៉ោង database system select from where ដែលយើងត្រូវរៀនហើយហ្នឹងឥឡូវនៅក្នុង Microsoft Access ខ្ញុំបង្ហាញថាតើកន្លែងណាដែលយើងអាចសរសេរវាបានកន្លែងណាដែលយើងអាចយកcode SQL យកមកសរសេរនៅក្នុង Microsoft Access បានណាបាទខ្ញុំអត់និយាយអំពីនិយមន័យរបស់ SQL ឬក៏លម្អិតអីអំពី SQL ច្រើននៅក្នុង Microsoft Access ទេពីព្រោះយើងសិក្សាអំពីវាលម្អិតនៅក្នុងអីគេនៅក្នុង database system ខ្ញុំគ្រាន់តែបង្ហាញថាតើកន្លែងណាយើងអាចធ្វើការសរសេរ SQL បានយើងចង់ run ឬក៏ execute SQL យើង execute វាយ៉ាងម៉េចយើងបង្កើតហើយយើង save វាយើងចង់ទៅបើកវាយកមកប្រើវាយើងបើកវាយ៉ាងម៉េចតែប៉ុណ្ណាតើណារីឯ code លម្អិតផ្សេងៗពាក់ព័ន្ធជាមួយនឹង SQL យើងសិក្សានៅក្នុង database system ណាអូខេបាទក្រៅពី access ដូចជានៅក្នុង MySQL ឬក៏ SQL Server ឬក៏ Oracle ក៏មានដែរគាត់ថាវាអាចខុសគ្នាតិចតួចតែប៉ុណ្្នឹងឯងអាចខុសគ្នាតិចតួចតែប៉ុណ្្នឹងទៅលើសញ្ញាទៅលើហ្នឹងដូចជា access យើងប្រើកន្លែង clear line គឺឧទាហរណ៍ដូច clear line យើងប្រើសញ្ញាសួរឬក៏សញ្ញាផ្កាយហ្នឹងទៅតែដល់ពេលDBMS ផ្សេងទៀត SQL គឺអាចប្រើសញ្ញាផ្សេងឯងខុសគ្នាតិចទេតែ select from where order by group by ដូចគ្នាណាអូខេ
mà nhầm C query mình tục nữa đầm bay bằng cao SQL đầm bay SQL đầm bố cứ dương ai bằng cao select query thong mà đà đào dưới con tại chơi từ lơ create hai và tổng một tiết cái lại order dưới rồi cho ấy query đi design chỉ thong mà đáp về chơi lơ query design hái chơi thợ add table ná để cho một cái query trên biểu bìa tại nó cả này nó nhưng mà thợ cả add để không chơi từ lơ ấy lột chẳng phải nó query bây giờ miền ấy ở query design với on the page ad và tái dưới mưa cái lại query design nó dưới mưa cái lại design thôi vì đã tha SQL cho ai cho lừa biết được một cái chơi được view hay gì rồi cho SQL view click được việc mà này cứ chụp tem SQL view đại với miền keyboard chỉ default mỗi cứ select mình thấy select chơi được smart nóประมาณ วิธีấy ประมาณ ที่ chấm nào bảo AZ ra cho nên select cho cái ôi thì họ tha thom nát select cứ dương select cho chùa cho mình cho select cho field nè chắc field là ôi thì họ tha nhưng cho select cho field customer ID comma muối contact name comma muối company name bạn nhưng cho bạn tập phân thế cho mình thợ cho mà tập phân cho mày sẽ to các bạn này sẽ tham from mà chẳng màu nè from mà chẳng màu ta lúc khi mà chọn chẳng thấy nhầm trong đại cho toàn hàng còn mà làm bài ở dưới nghi rồi mờ đấy from mày bị thay bao cho mày custom mở nè bạn này cứ nhóm tiền chơi về thay bao customer nè nè mà chơi nhóm sao ra mình mở nè chơi được nè cho cầm nó lẹ khan nè bài tôi design dù bánh sắp tôi cho view cho lại SQL view bánh nó và cái này mình lẹ khan cứ where ấy ôi theo đang trong hai ta customer đã country là bà con smile cái bạn Germany nè cái cho một hai ta tên cho lái đã có tên và con cứ nơi Germany cho em sợ ran mới bạn này customer đã nơi Germany miền táiประมาณđọc mùi ở tiệm trường đọc mùi nẹ đại còn nơi Germany tại vì bà hai country này ọt bỏ tại dưới nơi tại do country trong đại lệ khan bàn cho toàn bà đà nè bạn cho ai chơi lưu view SQL view với nhưng mà trong bà hai country với nhóm comma mới mắc lại clear select nó nhóm time country mình điện mà cho nhóm ran được mà Germany thì nói và Germany thì nói cho những ai view phía cho được view SQL view rồi mới coi dương trong view nó design view bà này và view nó design view mất đi design view là dương từ riêng hào đó nè sân dương về sân dương cao nó design view cứ việc bàn là chắc chứ ai vậy mấy giờ ai cao query nó design view hay trong view nó đã SQL view tranh mày giờ mờ việc bàn hay mờ bàn đôi cái này như là nó SQL như trong view nó design view có viên bậc cao ở dưới này sai vào đây nè bàn câu được việc trên chỉ câu được về dương xe chỉ có chỉ code dùng design view có việc chạy được như này và tới tới được con ngày mốt cứ xem các cục con tôi lơ database được có nè bằng cao để perform cục con database cứ keeper SQL khi sẽ SQL nó xong bây giờ bậc cao table lúc table bị cho từ này có cái sẽ SQL làm bay bậc cao này nè mà chân dương SQL nó cứ việc song khăn này nè chân dương ngày cao thấy dương khai từ trên này bậc cao còn nè cục con database dương vào SQL server có vào my SQL Oracle lấy cứ vì chọn các cục con nó đặt với cái sẽ SQL làm bay cục con nè cái sẽ SQL làm bay cục con nè ngay này trong design nó như anh view vì miền đấy vì miền design view SQL view dataset view trên này đã thòng đá trên này đã thòng đá có trên này có trên SQL này này vì to thì dương cầm nốt option lại muối đại dương lẹ về nó thòng đá cứ về trên SQL view đấy vậy ok chẳng cho ai save về tốt vì chỉ query thôi mà ra để này save về tốt tới và như cho tôi rong mơ query nó cho ai mảnh query buồn đấy ai scroll rong mơ viên một bình màu này scroll rong mơ viên bình màu
នេះអាចស្គាល់គុណចេញអាច right click លើវាហើយអាច design view សិនមកហើយបន្តមកទៀតយើងអាច view វានៅក្នុង Haskell view មកយើងចង់កែកនយ៉ាងម៉េចតាមមកណាបាទចេញនៅក្នុងនេះគឺខ្ញុំគាត់បង្ហាញអំពីរបៀបចូលសរសេរ Haskell របៀប save ហើយរបៀបបើកដើម្បីកែលេខទៅប៉ុណ្ណឹងណាបានឯកសាររបស់គ្រូបាននិយាយពីវាទាំងអស់ណាហើយគ្រូបាន attach ទៅលើចំណុចបន្ថែមបញ្ចូលអំពី Haskell មក select from where group by having order by សិនជាអ្វីដែលយើងនឹងស្វែងយល់នៅក្នុង database system ទាំងអស់ណា system អស់បាទនេះក៏វាបានបញ្យល់ដែរបើយើងមានជាលំហាត់ដែលពាក់ព័ន្ធជាមួយនឹងការសរសេរ Haskell ណាអូខេការអនុវត្តរបស់យើងថ្ងៃនេះគឺយើងអាច scroll ដល់ទៅលើវិញយើងនិយាយអំពីចាប់ដល់ព្រោះគេគឺយើងនិយាយអំពីតាំងពី parameter query មកណាពី parameter query មកអត់មាន Haskell អូខេអញ្ចឹងនេះក្នុងការ create យើងអាចចុចឬក៏យើងអាចបើកមកទំព័រទី61ណាទំព័រទី61គឺយើងអនុវត្តទៅលើ parameter query ហើយយើងបន្តមកcross check query ហើយ SQL បើសិនយើងសល់មកណាតែធ្វើម៉េចឲ្យ parameter query មកណាអូខេមានប៉ុណ្ណឹង